មុននីរត់លីហ្នឹងបានប្រហោះថាថៃតម្លាក់គ្រាប់បែកថ្ងៃហ្នឹងគឺដោយសារតែបងជីដេវីតព័ត៌មានក្តៅខ្លាំងមែនតើអ្នកនរគ្នាមិញហ្នឹងគឺ account មុននីរត់លីហ្នឹងបានប្រហោះថាថៃតម្លាក់គ្រាប់បែកថ្ងៃហ្នឹងគឺដោយសារតែបងជីដេវីតបានយកស្បៀងទៅឲ្យកងទ័ពអ្នកនរគ្នាធ្វើឲ្យថៃហ្នឹងសង្ស័យថាកន្លែងហ្នឹងជាកន្លែងផ្ទុកស្បៀងហើយថាបងជីដេវីតហ្នឹងស្អីគេចង់បានមុខមាត់ខ្លាំងម៉េះទៅផុសរូបអីពេលសង្គ្រាមហ្នឹងអត់មើលPPDអីអញ្ចឹងទៅហើយបងជីដេវីតក៏ screenshot អាហ្នឹងយកមកផុសតហើយទៅ say caption ថាអ្នកផុសហ្នឹងចង់ញុះញង់ឲ្យគាត់ក្តៅក្រហាយអ្នកនរគ្នាហើយប្រាប់ព័ត៌មានថាកន្លែងណាដែលគាត់យកស្បៀងទៅដើម្បីយកព័ត៌មានហ្នឹងទៅប្រាប់ពួកអាចោរសៀមហើយគាត់បន្ថែមទៀតថាឥឡូវហ្នឹងកំពុងមានមនុស្សបែបមុនីរត់លីហ្នឹងច្រើនមែនតើអ្នកនរគ្នាអញ្ចឹងសូមឲ្យអ្នកនរគ្នាប្រុងប្រយ័ត្នព្រោះគោលដៅគេហ្នឹងគឺចង់ឲ្យយើងបែកបាក់សាមគ្គីគ្នាអ្នកនរគ្នាហើយបើតាមខ្ញុំគិតហ្មងអ្នកនរគ្នាខ្ញុំឃើញបងជីដេវីតហើយប្រពន្ធគាត់បង្ទេប្រព្រឹត្តហ្នឹងគាត់លះបង់ខ្លាំងមែនតើអ្នកនរគ្នាគាត់យកជំនួយទៅដល់តំបន់ក្រហមផ្ទាល់តែម្ដងដោយគាត់អត់គិតពីអាយុជីវិតគាត់ទេអ្នកនរគ្នាដើម្បីយកជំនួយហ្នឹងទៅដល់ដៃទាហានយើងដែលកំពុងបាញ់ប្រយុទ្ធគ្នានៅជិតព្រំដែនថៃហ្នឹងតែម្ដងអញ្ចឹងហើយខ្ញុំអត់គិតថាមនីរត់លីហ្នឹងនិយាយត្រូវទេអ្នកនរគ្នាគឺខុសទាំងស្រុងតែម្ដងអញ្ចឹងហើយកុំបន្តមានរឿងផុសអីអញ្ចឹងដើម្បីបែកបាក់សាមគ្គីទៀតគឺវាអត់ត្រូវទេបងជីដេវីតគាត់ល្អបងទេប្រព្រឹត្តគាត់ល្អទេអញ្ចឹងកុំលៀបពណ៌គាត់ឲ្យខ្ញុំសុំបរមែនតើ